បង្កងអប់ជាមួយនឹងមីសួរមកមុខនេះចង់ញ៉ាំលេងក៏បានញ៉ាំជាមួយនឹងបាយក៏បានចាឥឡូវគឺចាប់ផ្ដើមមកធ្វើជាមួយនឹងម្ហូបរបស់យើងជាដំបូងគឺខ្ញុំធ្វើការលាងសម្អាតបកងឲ្យស្អាតហើយបន្ទាប់ពីលាងស្អាតហើយអស់ហើយគឺខ្ញុំមកធ្វើការត្រាំជាមួយនឹងម្សួរយើងត្រាំទុកចោលសិនទៅទំនំតែម្សួររីកគឺយើងមកកាត់ជាមួយនឹងព្រុយបកងជាមួយនឹងដៃជើងវាចេញឲ្យស្អាតអញ្ចឹងណាមកមុខនេះអត់បានត្រៀមទេអញ្ចឹងនឹកឃើញធ្វើភ្លាមអញ្ចឹងដឹងតែខ្វះគ្រឿងក្រៅខ្លះហើយបន្ទាប់ពីកាត់បកងហើយគឺខ្ញុំមកកាត់ជាមួយនឹងម្សួរដែលយើងរីកហ្នឹងយើងកាត់វាខ្លីៗមកដើម្បីងាយស្រួលក្នុងការញ៉ាំឥឡូវមីស៊ូហើយនឹងបង្កងដែលជាតួឯកនៅក្នុងមុខម្ហូបរបស់ខ្ញុំទាំងពីរគឺបានដូចរាល់ហើយខ្ញុំមកធ្វើជាមួយនឹងតួរៃរងម្ដងហើយតួរៃរងហ្នឹងក៏សំខាន់ដែរណាបងប្អូនគឺខ្វះមិនបានទេគឺខ្ទឹមយើងនឹងឯងពីកញ្ឆាំខ្ទឹមហើយគឺខ្ញុំមកធ្វើការហាន់ជាមួយនឹងខ្ញីបងប្អូនចង់ហាន់ជាចំណិតក៏បានដែរតែខ្ញុំហាន់ជាសរសៃវែងចេះដើម្បីឲ្យវាចូលគ្នាជាមួយនឹងតាំងហ៊ុនយើងអញ្ចឹងណាបង្កងអប់មីស៊ូភាគច្រើនខ្ញុំឃើញបងប្អូនគាត់ធ្វើគឺគាត់បុកជាមួយនឹងគ្រឿងដូចជាជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមម្រេចអីចឹងទៅតែខ្ញុំគឺអត់បុកទេគឺខ្ញុំធ្វើបែបហ្នឹងតែម្ដងនិយាយទៅយើងធ្វើរបៀបណាក៏បានឲ្យតែគិតថាងាយស្រួលសម្រាប់ខ្លួនឯងនិងទទួលបានរសជាតិដែលគ្រួសាររបស់យើងចង់ញ៉ាំអញ្ចឹងណាបងប្អូនឥឡូវបន្ទាប់ពីខ្ញុំហាន់ខ្ញីហើយគឺខ្ញុំមកហាន់ជាមួយនឹងស្លឹកខ្ទឹមឲ្យហើយដែរមកនិយាយទៅគ្រឿងក្រៅកាហ្វេកំប៉ុកហ្នឹងគឺខ្ញុំចូលចិត្តធ្វើឲ្យហើយនៅពេលដែលធ្វើហើយយើងស្លឬក៏ឆាអីទៅលឿនអញ្ចឹងណាឥឡូវគ្រឿងក្រៅខ្ញុំបានហើយអស់ហើយខ្ញុំមានជាមួយនឹងខ្ញីទឹកសុះស្លឹកខ្ទឹមមើមខ្ទឹមចិញ្ច្រាំប្រេងឆាមីសួរនិងបង្កងនិយាយទៅមកមុខនេះវាជាមិនមែនគ្រឿងក្រៅអីច្រើនទេបងប្អូនបន្ទាប់ពីខ្ញុំធ្វើគ្រឿងហើយគឺយើងមករៀបចំឆាមកបន្ទាប់ពីដាក់ឆ្នាំងលើភ្លើងរៀងក្តៅហើយខ្ញុំមកចាក់ជាមួយនឹងប្រេងឆាចូលហើយបើសិនជាយើងមានប៊ឺយើងដូចប៊ឺបន្តិចក៏បានដែរឲ្យកាន់តែឈ្ងុយហើយយើងចាក់ជាមួយនឹងខ្ទឹមចិញ្ច្រាំយើងមកលីងវាបើសិនជាយើងមានជាមួយនឹងគ្រឿងបុកយើងចាក់ជាមួយនឹងគ្រឿងបុកចូលហើយយើងចាក់ជាមួយនឹងបកងចូលកូរវាឲ្យវាឡើងរាងក្រហមបន្តិចសិនយើងកូរត្រឡប់ទៅត្រឡប់មកឲ្យវាឡើងរាងក្រហមបានខ្ញុំមកធ្វើការចាក់ជាមួយនឹងទឹកសុះហើយទឹកសុះខ្ញុំនេះដែរបងប្អូនគឺខ្ញុំលាយជាមួយនឹងទឹកប្រេងខ្យងទឹកម្ទេសទឹកប៉េងប៉ោះជាមួយនឹងស្ករប៊ីចេងទឹកត្រីនិងទឹកស៊ីអ៊ីវរួចហើយគឺខ្ញុំធ្វើការកូរច្បល់ត្រឡប់វាហើយខ្ញុំចាក់ជាមួយនឹងទឹកធម្មតាចូលបន្តិចព្រោះយើងត្រូវដាក់ជាមួយនឹងមីសួរចូលទៀតអញ្ចឹងយើងដាក់ទឹកឲ្យមានទឹកតិចៗចឹងមកបន្ទាប់មកគឺខ្ញុំធ្វើការក្របទុកមកសន្ទុះសិនឲ្យវារៀងឡើងបែបនេះមកចាឃើញតែប៉ុណ្្នឹងគឺតំណងបាត់ហើយបងប្អូនដឹងតែជាតិហ្មងរួចហើយគឺខ្ញុំមកបន្ថែមជាមួយនឹងខ្ញីយើងចូលទៅហើយកូរវាឲ្យរៀងញាប់ខ្ញីបន្តិចមកខ្ញុំមកបន្ថែមជាមួយនឹងម្រេចចូលទៅហើយដែរមួយមុខនេះដាក់ខ្ញីផងថែមម្រេចផងមកថែមម្ទេសមួយមុខទៀតមិនដឹងហិលយ៉ាងណាទេប៉ុន្តែយ៉ាងណាខ្ញីហើយម្រេចក៏វាអត់ហិលដូចម្ទេសដែរបងប្អូនព្រោះដោយសារតែខ្ញីហើយម្រេចវាហិលឆ្ងាញ់ហិលចេះញ៉ាំអញ្ចឹងតែម្ទេសបើអ្នកអត់ចេះញ៉ាំគឺហិលញ៉ាំអត់កើតតែម្ដងឥឡូវគឺយើងដល់វគ្គមកដាក់ជាមួយនឹងតួឯកចុងក្រោយយើងចូលហើយនិយាយទៅដល់វគ្គតួឯកចុងក្រោយហ្នឹងគឺចិត្តបានញ៉ាំហើយកន្លែងនេះគឺខ្ញុំធ្វើការបើកភ្លើងតិចៗដើម្បីកូរច្បល់ជាមួយនឹងម្សួរយើងឲ្យចូលគ្រឿងសព្វល្អកាលពីមុនមុខម្ហូបឆាមីសួរនេះមួយគឺខ្ញុំមិនចូលចិត្តធ្វើទេព្រោះដោយសារតែអត់ចេះពេលខ្លះឆាទៅក៏រីកពេកពេលខ្លះឆាទៅក៏រឹងពេកទៅតែដល់ពេលឆាយូរទៅគឺយើងស្មានត្រូវហើយតែខ្សែមីសួរប៉ុណ្នេះគឺមកល្មមស្រាប់ខ្ញុំនិងអ្នកផ្ទះខ្ញុំអញ្ចឹងណាឥឡូវបង្កងអប់មីសួរខ្ញុំគឺបានឆ្អិនហើយខ្ញុំធ្វើការរៀបដាក់ចានបែបនេះមកនិយាយទៅរសជាតិឲ្យ10លើ10តែម្ដងចាហើយសម្រាប់បងប្អូនមិញឲ្យបានលើបានដែរនិយាយទៅមកមុខនេះគឺអត់សូវចេះធ្វើទេបើមានការខុសតោះឆ្គងអីបងប្អូនកុំប្រកែកប្រកាន់អីចាអរគុណសម្រាប់ការតាមដានជាចុងក្រោយកុំភ្លេចជួយ follow page បងប្អូនម្នាក់មួយផង